រៀបសួរពុកម៉ែបងប្អូននេះគឺជាដើមឈើនៅជុំវិញផ្ទះខ្ញុំហើយនេះជាដើមល្មុតខែប្រាំងនេះយើងត្រូវការស្រោចទឹកជារៀងរាល់ថ្ងៃដើម្បីឲ្យវាអាចមានទឹកមានសំណើមទៅដឹកនាំសារធាតុចិញ្ចឹមនិងជាតិទឹកទៅជាជំរាងកាយរបស់វារុក្ខជាតិត្រូវការទឹកដើម្បីរស់មនុស្សយើងក៏ដូចគ្នានេះដើមទទឹមហើយនេះគឺជាបន្លែតិចតួចនៅនឹងកំប៉ុងជុំវិញផ្ទះរបស់ខ្ញុំវាអាចធ្វើឲ្យយើងសប្បាយរីករាយពេលទំនេរផងហើយនឹងវាអាចជួយយើងខ្លះក្នុងការធ្វើមកចំណីអាហារដែលយើងធ្វើប្រចាំថ្ងៃសូមអរគុណ